សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំមកធ្វើស៊ុបញ៉ាំម្ដងព្រោះថាខានធ្វើស៊ុបញ៉ាំយូរហើយបងប្អូនណាព្រោះថារវល់ណាកាលពីមុនអត់ទាន់មានកូនតូចទេតែឥឡូវមានកូនតូចអញ្ចឹងគឺតម្រូវឲ្យញ៉ាំស៊ុបឲ្យបានច្រើនយើងធ្វើទៅតាមពេទ្យប្រាប់អញ្ចឹងណាបងប្អូនអញ្ចឹងហើយក៏អាសាធ្វើស៊ុបញ៉ាំក៏ប៉ុន្តែមិនមែនធ្វើញ៉ាំអីរាល់ថ្ងៃពេកទេបងប្អូនមួយខែអីធ្វើញ៉ាំម្ដងអញ្ចឹងណាពួកដោយសារខ្ញុំភាគច្រើនខ្ញុំទលាន់ណាហើយគ្រឿងផ្សំដែលខ្ញុំយកធ្វើស៊ុបនោះដូចតែបងប្អូននៅក្នុងមើលឃើញនៅក្នុងវីដេអូអញ្ចឹងមានតែគ្រឿងកាត់ឆ្អាបមានទាំងបន្លែប្លុកបន្តិចបន្តួចមានដូចជាល្ហុងការ៉ុតអីហ្នឹងបងប្អូនតែឥឡូវខ្ញុំក៏ច្រាមខ្ទឹមសយើងសិនមកព្រោះថាខ្ទឹមសគឺយើងចោលបានទេបងប្អូនបន្តមកទៀតគឺខ្ទឹមក្រហមណាខ្ទឹមក្រហមគឺខ្ញុំមិនបាច់ហាន់អីតូចៗអីខ្លាំងប៉ុណ្ណាបងប្អូនប៉ុណ្ណឹងមកបានហើយបន្តមកទៀតហ្នឹងហើយនេះគឺជាគឺស្លឹកក្រូចសើចសម្រាប់យើងយកទៅដាក់ទៅដើម្បីកាត់ឆ្អាបបន្តមកទៀតនេះគឺខ្ញុំមកឈូសច្រឡំឈូសសក់សបកចាញ់ហើយកាត់ជាកង់តាមតម្រូវខ្ញុំស្លនៅផ្ទះខ្ញុំស្លអញ្ចឹងណាហើយបើសម្រាប់បងប្អូនកាត់បែបណាបងប្អូនធ្វើបែបហ្នឹងទៅហើយចំពោះការ៉ុតនេះក៏ខ្ញុំកាត់កង់រៀងមកល្មមដែរទេខ្ញុំអត់កាត់ធំពេកទេណាបងប្អូនព្រោះថាអាគ្រឿងពីរមុខនេះគឺយើងចោលអត់បានទេបងប្អូនសម្រាប់អ្នកធ្វើស៊ុបអញ្ចឹងណាបន្តមកទៀតហាន់ជារណាទុកឲ្យឲ្យហើយមកខ្ជិលនៅពេលដែលទឹកសម្លស្លហើយឆ្អិនអញ្ចឹងខ្ជិលមកហាន់ម្ដងទៀតអញ្ចឹងណាហើយអានេះគឺសាច់គោខ្ញុំហាន់បែបនេះទៅបន្ទាប់ពីហាន់សាច់គោហាន់អីបន្លែអស់ហើយឥឡូវយើងមកបង្កខ្ទឹមសយើងមកដល់ហើយសម្រាប់ខ្ទឹមសនេះជាស្រ័យផងបងប្អូនអើយប្រេងនេះគឺខ្ញុំយកទៅបំពងស្អីទៀតទៅគឺភ្លេចបាត់ហើយបងប្អូនព្រោះថាវីដេអូនេះគឺខ្ញុំធ្វើហើយដូចជាចូលចិត្តមួយខែទៅតែម្ដងកាត់អញ្ចឹងណាចឹងហើយភ្លេចបន្តមកទៀតនោះគឺខ្ញុំស្រោះឆ្អឹងគោកតុយគោហ្នឹងហើយសម្រាប់បរិមាណកតុយគោនិងឆ្អឹងគោនឹងមានចំនួន2គីឡូបងប្អូននិយាយចំទៅធ្វើនេះគឺតម្រូវសមាជិកគ្នា 4-5 នាក់អញ្ចឹងណាហើយបន្ទាប់ពីស្រោះហើយអញ្ចឹងគឺយើងលាងវាឲ្យស្អាតនិយាយចំទៅអាកន្លែងហ្នឹងគឺសំខាន់ណាស់នៅពេលយើងយកធ្វើស៊ុបទៅគឺវាអត់ធំគោអញ្ចឹងណាបងប្អូនបន្តមកគឺនេះគឺជាគ្រឿងកាត់ឆ្អាបឯងគឺយើងយកទៅរំលីងវាសិនទៅតែរបៀបធ្វើដូចអាំងអញ្ចឹងណាតែខ្ញុំអត់ប្រើឆ្កាំអាំងទេខ្ញុំធ្វើអញ្ចឹងតែម្ដងទៅគ្រាន់តែយកដាក់ប្រេងណាបងប្អូនធ្វើបែបណាក៏បានដែរតាមការជឿចិត្តទៅតាមក្រុមគ្រួសាររបស់បងប្អូនធ្វើទេបើសម្រាប់ខ្ញុំធ្វើអញ្ចឹងហើយអត់ភ្លេចទេរឿងផ្កាច័ន្ទហើយនឹងឈើអែមព្រោះថាអាពីរមុខហ្នឹងគឺថាក្លិនឈ្ងុយចង់ធ្វើការីឬក៏ខគោខអីហ្នឹងគឺអត់ចោលបានទេតែបើសម្រាប់ខ្ញុំយកមកធ្វើស៊ុបខ្ញុំអត់ចោលដែរហើយនៅពេលដែលទឹកមើលទៅនឹងក្តៅហើយគឺខ្ញុំចាក់ឆ្អឹងគោហើយនិងសាច់គោនឹងចូលតែម្ដងអញ្ចឹងណាហើយនេះជាតិចនិចបន្តិចបន្តួចសម្រាប់ការចែកម្លែកដល់បងប្អូនហើយបើសិនជាធ្វើខុសឆ្គងបានអីសូមឲ្យបងប្អូនជួយ comment នៅខាងក្រោមវីដេអូរបស់ខ្ញុំផងហើយបើសិនជាមានត្រង់កន្លែងណាតោះខុសអញ្ចឹងសូមបងប្អូនប្រាប់ខ្ញុំផងដែរហើយសម្រាប់ខ្ញុំអនុវត្តតាមអញ្ចឹងណាហើយបន្ទាប់ពីមើលទៅពុះហើយគឺអាគ្រឿងកាត់ឆ្អាបហ្នឹងគឺរើសចេញអស់មកបងប្អូនគឺអត់ទុកទេណាអត់ទុកទេបន្ទាប់ពីរើសចេញអស់ហើយគឺយើងចាក់បន្លែយើងទៅមានដូចជាល្ហុងហើយនិងការ៉ុតព្រោះថាស៊ុបគឺគេប្រើតែពីរនឹងឯងប្រើតែពីរមុខហ្នឹងសម្រាប់បន្លែហើយបើសិនជាបងប្អូនធ្វើខុសពីខ្ញុំក៏អត់មានបញ្ហាដែរហើយបន្តមកទៀតហ្នឹងគឺខ្ទឹមបារាំងខ្ញុំប្រើតាមមួយចាហៀងឯងដើម្បីឲ្យវាឆាប់ផុយសាច់ចឹងណាតែខ្ញុំមិនមែនដាក់រហូតណាបងប្អូនមើលទៅតែរៀងទន់រលួយចឹងគឺខ្ញុំលើកចេញហើយខ្ទឹមបារាំងហើយគឺយើងមកចាប់ដើមផ្សំគ្រឿងមានដូចជាស្ករអំបិលប៊ីចេងទឹកត្រីនឹងឯងហើយចំពោះគ្រឿងម្រេចអីទឹកស្អ៊ីវអីណានេះយើងបន្ថែមតាមក្រោយចឹងណាដូចជាក្រូចឆ្មាគ្រូអីហ្នឹងចាហើយនឹងជីហ្នឹងគឺយើងបន្ថែមតាមក្រោយមកហើយឥឡូវទឹកសម្លយើងក៏រីងហើយវារៀងដែរបងប្អូនព្រោះអីខ្ញុំរងាស់2ម៉ោងជិត3ម៉ោងแล้วនិយាយពីសាច់អីលំផុយតែម្ដងបងប្អូនហើយក៏ដកខ្ទឹមបារាំងចេញទៅគឺរួចរាល់ហើយបងប្អូននិយាយចាំទៅស៊ុបឆ្អឹងគោរបស់ខ្ញុំនេះគឺបែបងាយណាអត់ពិបាកទេហើយឥឡូវស៊ុបរបស់យើងក៏ឆ្អិនរួចរាល់ហើយដែរឥឡូវយើងមកបន្ថែមគ្រឿងមកមានដូចជាខ្ទឹមបំពងយើងនឹងមានម្រេចហើយមាន
ក្រូចឆ្មាក្រូចអីទឹកស៊ីអ៊ីវទឹកអីហ្នឹងបងប្អូនហើយជីយើងហ្នឹងដាក់ចូលមកគឺថាមកឆ្ងាញ់តែម្ដងអញ្ចឹងណានិយាយចាំទៅគ្រឿងក្រាញ់គឺមានតែប៉ុណ្្នឹងឯងនៅពេលតែភ្លក់ទៅគឺមកល្មមឆ្ងាញ់ហ្មងប្រៃផ្អែមអីមកល្មមបងប្អូនហើយមួយឆ្នាំហ្នឹងមិនមែនញ៉ាំតែគ្រួសារខ្ញុំទេបងប្អូនគឺចែកដល់អ្នកជិតខាងរហូតទៅដល់4 5ផ្ទះហ្នឹងព្រោះថាវាច្រើនណាអញ្ចឹងវីដេអូចែកម្លែកកុំអ្នកអត់ប៉ុណ្ណឹងទេអរ